ហើយបប៊ីឯងក៏ភ្លោះដែរយើងមកដល់ឈើកាច់បាភ្នំបងមានចម្រៀងបាត់តែបងឯងមានតាក់ទងបាត់ចម្រៀងទេឃើញកាច់បាភ្នំឈើកាច់បាភ្នំជំរុំកាំងវៃរឿងខ្ញុំព្រាត់ស្រីដោយសារគេពងរត់អូយបងណែមកលោកមេគុំយើងមកដល់ធ្វើខហ្នឹងណាដឹងទេបាទមានប្រធានក្រុមប្រឹក្សាឃុំជួបបងប្អូនប្រជាពលរដ្ឋយើងនៅស្រុកភូមិហើយខ្ញុំលើសូគាត់ជាងប្រាប់យើងបាទចឹងចាប់ជឿនឯងកន្លែងទៅមិញតិចទៅភូមិយើងហ្នឹងស្រាប់គាត់ជាងគាត់ចាំមន់ចាំទៀននៅស្រុកភូមិយើងគាត់ជាងអាបត់នេះដែលប្តីគេប្រពន្ធវិចដាប់ឲ្យទៅវិចខ្ចប់ឲ្យទៅស្រុកឲ្យទៅកោះទៅធ្វើស្រែហ្នឹងណាមន់រងាវមន់រងាវចឹងមន់រងាវខ្ញុំជាងមន់រងាវឮសូអមគូស្អីឮជាងមន់បាទចេញអមហ្នឹងមកតែបាត់វិចបាយវិចខ្ចាំអូមកកាន់តាមស្ទាយមែនទេណាបាទហីអ្នកណាលេងចានមកអត់មកសង្សារឲ្យដើរទៅពីទៅពីឃើញទេអត់ឲ្យគ្នាទៅចានមកអើយណែចានមកឲ្យជាតិមុននេះចាបងឥឡូវដើរមកមិនដែរឃើញយើងឃើញការអភិវឌ្ឍមិនថាទីណាកន្លែងណាឃុំណានីមួយទេគឺថាសិតតែមានការអភិវឌ្ឍប្លែកជាងមុនឆ្ងាយដូចកន្លែងនេះយើងធ្លាប់មកអីចឹងទៅផ្លូវពិបាកមែនទេបាទឥឡូវផ្លូវលំស្រួលមែនទេនេះចាក់សិតដីក្រហមដីសអីចឹងទៅសិតលឺថាសម័យមុនណាបងអ្នកមានកង់គឺថាមិនមែនជិះកង់យកកង់ជិះវិញណាកាត់ហ្នឹងមែនទេបងចាយើងបានទេសនាមើលការសមិទ្ធផលការអភិវឌ្ឍណាឃើញមានការអភិវឌ្ឍមានការចម្រើនច្រើនចាពីឆ្នាំទៅមួយឆ្នាំផ្សេងបីក្បែរភ្នែកយើងនេះមណ្ឌលសុខភាពបាទស្ពឺខនេះឃើញថាមើលនិយាយពីអូយណែកូនស្រឡាញ់ម្ដាយគ្រួសារលោកកូនម្ដាយកូនអូយលោកមកច្រើនណាមកជាគ្រួសារអត់ចិត្តបងឯងដើរអត់និយាយបងឯងមកមកមក family ហ្មងនេះបងសានមកសរសៃមានកំហុសអីឃើញមិនដើរកាត់អត់និយាយបងសានមកម៉ាត់ទេណាឲ្យកូនរត់កៅកូនអត់ញ៉ាយមែនទេនេះមួយញីនេះបច្ចាំងក៏ថាបានអូខ្ញុំនិយាយត្រង់ចាប់ជាតិនេះស្រឡាញ់អាកូនជ្រូកប៉ុណ្ណឹងល្មែល្មអូយល្មមខ្វាយស្រឡាញ់ណែចឹងដឹងបាបទេនិយាយអញ្ចឹងកាលណាយើងនិយាយពីខ្វាយពីអីហាក់បីដូចជាយើងនឹងដូចថាអត់ឲ្យតម្លៃទៅលើសត្វមានចេតនាអត់ឲ្យតម្លៃទៅលើសត្វសត្វក៏ចង់រស់យើងក៏ចង់រស់បើប៉ុណ្្នឹងលោកសាមកដាក់ឲ្យហិលតិចជ្រលក់ឆ្ងាញ់ណាតែមួយដែរអូចឹងឯងបាទហ្នឹង2 10ឆ្នាំដែរអូចឹងឯងសាបាទអធិស្ឋានបាទអរគុណណាស់ឥឡូវយើងបានទេសនាពីសមិទ្ធផលការអភិវឌ្ឍណាចឹងនាំអារម្មណ៍លោកនាងកញ្ញាទៅជួបក្រុមប្រឹក្សាឃុំមើលរូបរាងមិនឬសូថាលោកចាប់ជាងព្រោះមេឃុំរូបស្រស់គឺជាបរិបទយើងប្រាប់ចឹងថាមេឃុំនឹងរូបស្រស់ហើយជាងព្រោះទៀតអាណាមេឃុំរូបស្រស់ក៏ទីកំឡុងពពីនេះអាងអីញ៉ាអុកកាយណាំសាអុកកាយណាំសាអុកកាយណាំសាអីទេបងឯងសូមជម្រាបសួរបាទអូបាទលោកខ្ញុំក្រុមការជុំគ្នាបងប្អូនយើងទាំងអស់ងារសួរបងប្អូនយើងទាំងអស់បាទនុយឯកសន្តានត្រឹមត្រូវមកល្អហ្មងណាបាទបាទអរគុណណាស់ខ្ញុំបាទទាំង3នាក់គឺវិធីកោវិធីការនេះលោកចាប់ជៀនកញ្ញាពពីខ្ញុំបាទនេសានម៉ៅបាទមកពីទូរទស្សន៍អាស៊ីគ្នាកម្មវិធីដើមភូមិចុងភូមិបាទហើយមកនេះគឺថាអំបញ្ញមិញលោកអត់ដឹងទេខ្ញុំបានមើលទេសុខភាពសុខភូមិយើងផលការវត្តយ៉ាងណាយ៉ាងម៉េចអីខ្ញុំលួចមើលអស់ប៉ុន្តែឥឡូវខ្ញុំចង់ដឹងសម្ដីពិតថាតើមានការវត្តដូចខ្ញុំមើលដែរអត់បាទអញ្ចឹងសូមលោកមេឃុំជម្រាបជូនពីការវត្តនៅក្នុងឃុំអីឃុំហ្នឹងគុំស្ពឺខបាទសូមអញ្ជើញមានប្រសាសន៍បាទអញ្ចឹងខ្ញុំសូមរៀបរាប់នៃការអភិវឌ្ឍក្នុងឃុំខ្ញុំនេះមានដូចខាងក្រោមបាទសូមអញ្ជើញបាទមួយគឺវិស័យអភិវឌ្ឍវិស័យអប់រំបាទសាលារៀនឃុំយើងខ្ញុំមានសាលារៀនសាលាបឋមសិក្សាមាន6ខ្នងបាទ6ខ្នងមាន19បន្ទប់បាទអនុវិទ្យាល័យមាន1ខ្នងមាន5បន្ទប់នេះជាឃុំរបស់ខ្ញុំពុំតែមានទេកន្លងមកតែឥឡូវនេះឃុំយើងខ្ញុំមានការរីកចម្រើនវិស័យអប់រំខ្ពស់បាទមែនតើហើយទី2គឺវិស័យសុខាភិបាលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លោកបានសាងសង់មណ្ឌលសុខភាពឲ្យខ្ញុំមួយកម្មស្កាយមណ្ឌលសុខភាពយើងបាទនឹងមុខនេះបាទពឹងខនេះបាទហើយយើងមានមណ្ឌលយើងមានគ្រូពេទ្យចំនួន4នាក់បាទ4នាក់គឺស្រី2ប្រុស2ត្រូវគ្នាហ្មង2ម្នាក់ណោះបាទចុះស្វ័យពុទ្ធសាសនាគឺកន្លងមកយើងអត់មានវត្តទេឃុំនឹងមានវត្តដែរប៉ុន្តែវាតែ2កន្លែងទេឥឡូវនេះមកដល់ឥឡូវនេះយើងមានវត្ត13កន្លែងបាទ3កន្លែងគឺក្នុងឃុំយើងមានវត្ត3កន្លែងបាទអរគុណឃើញមកមិញខ្ញុំពិនិត្យមើលឃើញថាភូមិតាមភូមិស្អាតមែនតើវិស័យភគមគមរាប់ឲ្យវត្តនៅជនបទហេដ្ឋារចនាសម្ព័ន្ធនេះនៅឃុំចឹងមិនក្រៅពីការរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុនសែនលោកដឹកនាំនេះការអភិវឌ្ឍគឺមានការរីកចម្រើនបាទឬធ្វើខចង់មកដូចចង់មកបងណាអញ្ចឹងយើងមាន
បលាយក៏អភិវឌ្ឍហ្នឹងយើងមានបលាយ ខាងផ្នែកទរាសា ហ្នឹងយើងមានបលាយហ្នឹងដល់រហូតដល់4ខ្សែបាទ4ខ្សែហ្នឹងរាជរដ្ឋាភិបាលកម្រងហ្នឹងយើងធ្វើបលាយ អរគុណណាស់គ្រប់វិស័យទាំងអស់ឃើញថាមានការរីកចម្រើនមែនទែនឥឡូវដើម្បីទិសដៅបន្តនៅក្នុងឃុំរបស់យើងស្ពឺខននេះឲ្យមានការវិវត្តនេះតើលោកទិសដៅបន្តទៅលើវិស័យអ្វីសូមអញ្ជើញបាទចំពោះទិសដៅបន្តទៅពេលខាងមុខទៀតឃុំគិតជាមួយក្រុមប្រឹក្សាឃុំក៏ដូចជាប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំនេះសម្រាប់ថានឹងអភិវឌ្ឍនឹងទី1គឺវិស័យធារាសាស្ត្រទី2គឺវិស័យគមនាគមន៍នឹងដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍បានស្រួលបាទទី3ហ្នឹងគឺយើងត្រូវផ្សព្វផ្សាយនឹងអំពីសុខភាពអំពីអនាម័យសុខភាពរស់នៅស្អាតហូបស្អាតទៅនឹងបណ្ដុលប្រគួតអនាម័យជូនគាត់ឲ្យបានល្អឲ្យមានសុខភាពស្រួលយើងមានមណ្ឌលសុខភាពហើយជាប្រវត្តិសុខភាពល្អអ្នកដឹកនាំក៏សប្បាយចិត្តហើយមួយទៀតខ្ញុំនឹងថាជាគោលការណ៍គោលគំនិតដែរខ្ញុំថាចង់ធ្វើសាលាឃុំមួយបាទនឹងទិសដៅបន្តរបស់លោក បាទលោកចង់ឲ្យបាទ ក្រោយមានមតិអីផ្ដាំផ្ញើដល់ប្រជាពលរដ្ឋរបស់យើង បាទខ្ញុំជាចុងក្រោយខ្ញុំសូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទូទាំងឃុំទាំងអស់នៅក្នុងឃុំស្ពឺខយើងខ្ញុំនេះសូមឲ្យបងប្អូនចេះរួបរวมសាមគ្គីគ្នាទាំងអស់គ្នាមិនថាខាងណាទៅខាងណាទេពលរដ្ឋខ្មែរ ដូចជាក្រុមប្រឹក្សាឃុំរបស់យើងខ្ញុំនេះដែលមាននៅទីនេះឲ្យចេះស្រឡាញ់ហៀសាមគ្គីទីក្នុងឲ្យបានល្អដើម្បីដឹកនាំប្រជាពលរដ្ឋហើយឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើឃុំដើម្បីធ្វើការអភិវឌ្ឍចូលរួមគាត់ចូលរួមប្រជាពលរដ្ឋយើងធ្វើខ្លួនយើងតើប្រជាពលរដ្ឋចូលរួមដែរបានជោគជ័យបាទអ្វីទាំងអស់តើយើងទាំងអស់គ្នារួមគ្នាធ្វើបាទចូលរួមបានយើងទៅបានជោគជ័យហើយជាចុងក្រោយនេះខ្ញុំបាទសូមគោរពជូនពរដល់អគ្គនាយិកាទូអាស៊ីអាគ្នេយ៍ព្រមទាំងសហការីបងទាំងលោកបងសានម៉ៅបងចាត់គៀន7ទាំងអស់ណាហើយសូមគោរពជូនពរដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបងទាំងលោកជំទាវគតិព្រឹទ្ធបណ្ឌិតដែលលោកតែងតែមានការជៀសវាយយកចិត្តទុកដាក់ដើម្បីដឹកនាំនៃប្រជាជាតិកម្ពុជាយើងមានការរីកចម្រើនរហូតមកដល់សប្តាហ៍នេះបាទសូមឲ្យបានលោកទាំងអស់ទទួលបាននូវពររបស់ព្រះសម្មាសម្ពុទ្ធទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយអរគុណណាស់អរគុណលោកបាទខ្ញុំបាទតំណាងជំនុំមកឲ្យក្រុមការងារទាំងអស់សូមជូនពរក្រុមប្រឹក្សាឃុំទាំងអស់បាទជួបតែសំណាងល្អសុខភាពល្អអាយុយឺនយូរដឹកនាំប្រជាពលរដ្ឋឈ្មោះទៅរកទិសដៅអភិវឌ្ឍឲ្យរុងរឿងបាទសូមអរគុណបាទអរគុណណាស់ឥឡូវយើងជួបគ្នាហ្គេមសប្បាយៗដូចតទៅចាសអញ្ជើញ